និយាយត្រង់និងនិយាយមិនចេះគិតសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកប្រធានបទមួយទៀតទាក់ទងជាមួយនឹងការដែលនិយាយត្រង់និងការដែលនិយាយមិនចេះគិតតើបងប្អូនធ្លាប់បានជួបឬក៏បានឮនរណាម្នាក់គាត់និយាយពាក្យថាគាត់គឺជាមនុស្សដែលនិយាយត្រង់ដែរឬទេថាតើគាត់គឺជាមនុស្សនិយាយត្រង់ពិតប្រាកដឬមួយគាត់គ្រាន់តែជាមនុស្សដែលនិយាយមិនចេះគិតការនិយាយត្រង់គឺជាការនិយាយពាក្យពិតដើម្បីជួយកែលម្អនរណាម្នាក់ដែលកំពុងតែមានកំហុសរីឯការនិយាយមិនចេះគិតគឺគ្រាន់តែនិយាយទៅតាមតែនឹកឃើញឬក៏ទៅតាមអារម្មណ៍របស់ខ្លួនដោយមិនបានគិតថាពាក្យសម្ដីរបស់ខ្លួនអាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃអាចធ្វើឲ្យអ្នកដទៃកាន់តែចុកខ្សោយទៅការនិយាយត្រង់គឺជាការនិយាយពាក្យពិតដើម្បីកែលម្អនរណាម្នាក់ដែលគាត់កំពុងតែមានកំហុសអ្វីមួយរីឯការនិយាយមិនចេះគិតគឺគ្រាន់តែជាការនិយាយទៅតាមតែអារម្មណ៍តាមតែការនឹកឃើញដោយមិនបានគិតថាពាក្យសម្ដីរបស់ខ្លួនអាចធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកដទៃនោះទេខ្ញុំសូមលើកឧទាហរណ៍មួយគឺមានកម្មករសំណង់ម្នាក់ដែលសារតែគាត់ទៅចូលថ្មីគាត់មិនចេះលាយខ្សាច់ស៊ីម៉ង់ណាដល់ពេលដែលគាត់លាយហើយគាត់យកទៅឲ្យមេជាងម្នាក់ហ្នឹងគាត់គឺជាអ្នកនិយាយត្រង់គាត់និយាយថាអូនណាអូនឯងលាយស្ទើរទឹកអូនឯងទៅថែមទឹកបន្តិចទៅអាហ្នឹងបានបងយកបោកទៅវាស្រួលប៉ុន្តែមេជាងម្នាក់ទៀតមនុស្សគាត់គឺជាមនុស្សដែលនិយាយមិនចេះគិតគាត់និយាយថាស្អីគ្រាន់តែឯងលាយស៊ីម៉ង់ខ្សាច់ប៉ុណ្ណឹងក៏លាយមិនទៅដែរមិនបាច់ធ្វើល្អជាងតាមពិតទៅពាក្យទាំងពីរហ្នឹងគឺនិយាយមកប្រាប់ពីកំហុសដូចគ្នាគ្រាន់តែលក្ខណៈខុសគ្នាមួយនិយាយទៅអាចធ្វើឲ្យកូនជាងរីចម្រើនឯជាងម្នាក់ទៀតហ្នឹងគាត់ប្រាប់ទៅធ្វើឲ្យកូនជាងហ្នឹងគាត់មានអារម្មណ៍អន់សពុនចិត្តឬក៏បាក់ទឹកចិត្តតែម្ដងចូលចងចាំថាការនិយាយពាក្យពិតគឺជាការប្រាប់ការពិតដោយប្រើប្រាជ្ញារីឯការនិយាយមិនចេះគិតគឺប្រើការពិតជាអាវុធដើម្បីធ្វើឲ្យអ្នកដទៃឈឺចាប់ពាក្យមួយឃ្លាអាចធ្វើឲ្យមនុស្សម្នាក់រីកចម្រើនបានពាក្យមួយឃ្លាដូចគ្នាអាចធ្វើឲ្យមនុស្សម្នាក់បាក់ទឹកចិត្តនិងមិនអាចមានភាពរីកចម្រើនបានឡើយសូមអរគុណ